មានសំណួរបងប្អូនសួរយូរហើយថាតើការកណនីលុយរត់ឡាននៅសហរដ្ឋអាមេរិកហ្នឹងគេគិតបែបណាគេគិតពីចម្ងាយឬក៏គេគិតពីម៉ោងតាមពិតទៅនៅសហរដ្ឋអាមេរិកការកណនីលុយគឺគេគិតទាំងអស់មិនត្រឹមតែចម្ងាយនិងម៉ោងទេមានបូកអីផ្សេងទៀតក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់បងប្អូនមួយឲ្យលម្អិតនៅសហរដ្ឋអាមេរិកខ្ញុំនេះក្រុមហ៊ុនដឹកជញ្ជូនគឺមាន2ធំខ្ញុំអត់រាប់តាក់ស៊ីចូលណាគឺមានក្រុមហ៊ុន Uber ហើយនិង Lyft ដែលអ្វីដែលខ្ញុំធ្វើរាល់ចុងសប្តាហ៍ហ្នឹងហើយការកណនីលុយគឺរដ្ឋនីមួយការកណនីលុយផ្សេងគ្នាឥឡូវខ្ញុំសូមនិយាយតែពីរដ្ឋ Massachusetts ទេនៅទីក្រុង Boston ការកណនីលុយគឺចែកចេញជា2ប្រភេទប្រព័ន្ធចាស់គឺគេឲ្យឈ្មោះវាថា Red Card System ហើយប្រព័ន្ធថ្មីឥឡូវនេះគេហៅថា Upfront Fare ឬក៏ Upfront Pricing នៅរដ្ឋខ្លះគេនៅប្រើប្រព័ន្ធចាស់ទេគឺ Red Card System ឥឡូវនៅខាងរដ្ឋខ្ញុំគឺគេប្រើ Upfront Pricing ឬក៏ Upfront Fare ប៉ុន្តែខ្ញុំនឹងបញ្យល់បងប្អូនមួយឲ្យយល់ថាស្អីគេbase Red Card System ហ្នឹងហើយអីគេ Upfront Fare ខ្ញុំតាមពិតទៅខ្ញុំនិយាយឲ្យស្មោះត្រង់ខ្ញុំស្រឡាញ់ប្រព័ន្ធចាស់ជាងកាលហ្នឹងបានលុយច្រើនជាងប្រព័ន្ធថ្មីនេះបោកប្រាស់បើនិយាយរួមទៅឥឡូវខ្ញុំបញ្យល់ហ្មងទៅកុំឲ្យខាតពេលអីគេ Red Card System Red Card System ហ្នឹងមានដូចជាឥឡូវឧទាហរណ៍ភ្ញៀវកំងមួយជើងខ្ញុំឧទាហរណ៍ឲ្យមកណាភ្ញៀវកំងមួយជើងគាត់ជិះ10ម៉ាយក្នុង1ម៉ាយស្មើនឹង 1.6 គីឡូបងប្អូនបើសិនជា10ម៉ាយវាស្មើនឹង16គីឡូឥឡូវអ្នកជិះគាត់កំងជិះ10ម៉ាយប្រើរយៈពេល20នាទីតើអ្នកបើកបានលុយប្រមាណក្នុងការគណនាពីប្រព័ន្ធចាស់គឺ Red Card System គេបូកអីខ្លះទី1គេបូក base fare ហ្នឹងគឺតម្លៃមួយជើងហ្មងមួយជើងនោះឧទាហរណ៍គេឲ្យ1ដុល្លារកន្លះអញ្ចឹងគឺមានលុយ1ដុល្លារកន្លះស្រាប់បន្ទាប់ពី base fare ហើយគេបូកចម្ងាយផ្លូវក្នុង1ម៉ាយ80សេនអាចក្រោមនឹងបន្តិចអាចលើសនឹងបន្តិចតាមតំបន់ឥឡូវឧទាហរណ៍ក្នុង1ម៉ាយ80សេនយើងបើក10ម៉ាយអ្នកជិះ10ម៉ាយអញ្ចឹងយើងបាន8ដុល្លារបន្តមកទៀតគឺប្រើរយៈពេល20នាទីក្នុង1នាទី20សេនអាចក្រោមនឹងបន្តិចអាចលើសនឹងបន្តិចអញ្ចឹងយើងយកទៅគុណនឹង20ទៅវា20សេន20នាទីវា4ដុល្លារបន្ទាប់មកគេមានបូកនឹងលុយបន្ថែមទៀតលុយបន្ថែមហ្នឹងឧទាហរណ៍អាហ្នឹងវាអាចមានអាចអត់ណាលុយបន្ថែមហ្នឹងឧទាហរណ៍អ្នកបើកច្រើនសំទោសអ្នកបើកតិចអ្នកជិះច្រើនអញ្ចឹងគេមានលុយបន្ថែមនៅកន្លែងតំបន់ហ្នឹងបើយើងចូលនៅក្នុងតំបន់ហ្នឹងយើងមានលុយថែមទៀតតែបើសិនជាអ្នកបើកច្រើនអ្នកជិះតិចអាហ្នឹងវាអត់មានទេបន្ទាប់មកគេបូកថែមជាមួយ tip ទៀតអញ្ចឹងបើរឿង tip ហ្នឹងគឺអាស្រ័យទៅលើអ្នកជិះបើគេជិះឲ្យគឺអ្នកជិះគេឲ្យគឺឲ្យបើអត់ក៏អត់ប៉ុន្តែគេបូកអស់ហ្នឹងចូលគ្នាហើយចេញជាតម្លៃមកឥឡូវបើសិនជាយើងអត់មានប្រាក់បន្ថែមហើយនឹង tip ទេអញ្ចឹងយើងបូកវាចូលគ្នាមក1ដុល្លារ50សេនជាមួយនឹង base fare បន្ទាប់មកបូកជាមួយនឹងចម្ងាយផ្លូវ10ម៉ាយបាន8ដុល្លារហើយបន្ទាប់មក20នាទីយើងបាន4ដុល្លារអញ្ចឹងបូកចូលគ្នាយើងបាន13ដុល្លារកន្លះអញ្ចឹងយើងអាចឃើញតម្លៃហើយបាទហ្នឹងគឺជាការគណនាប្រព័ន្ធចាស់ Red Card System ចុះប្រព័ន្ធថ្មីគេគណនាយ៉ាងម៉េចប្រព័ន្ធថ្មីនេះពួកនឹងឆ្លាតដែរអត់មានប្រាប់យើងទាំងអស់ថាក្នុង1ម៉ាយតម្លៃប្រមាណក្នុង1នាទីតម្លៃប្រមាណទេអ្វីដែលគេធ្វើនេះគឺបាទឥឡូវខ្ញុំនឹងប្រាប់ថាតើគេគណនាលុយអីខ្លះនៅលើប្រព័ន្ធថ្មីហ្នឹងទី1គេគណនាទៅលើប្រវែងផ្លូវដូចគ្នាគណនាទៅលើរយៈពេលដូចគ្នាបន្ទាប់មកគេគណនាបន្ថែមទៅលើពេលដែលយើងទៅយកភ្ញៀវនៅក្នុងប្រព័ន្ធចាស់គេអត់មានបូកពេលយើងទៅយកភ្ញៀវណាគេគណនាតែពីយើងពេលទៅយកភ្ញៀវហើយដឹកភ្ញៀវទៅដាក់កន្លែងគាត់ចុះប៉ុន្តែប្រព័ន្ធថ្មីគេបូកតាំងពីកន្លែងពីរយៈពេលនិងចម្ងាយដែលយើងទៅយកភ្ញៀវហើយពីយកភ្ញៀវទៅដាក់នៅកន្លែងដែលគាត់ចុះអញ្ចឹងប្រព័ន្ធថ្មីគេបូកថែមអាហ្នឹងទី2បូកជាមួយនឹងតើនៅតំបន់ហ្នឹងអ្នកជិះច្រើនជាងអ្នកបើកឬអត់បើសិនជាអ្នកជិះច្រើនជាងគេបូកគេមានលេខរបស់គេផ្សេងហ្នឹងទៅយើងអត់ដឹងទេបន្តមកទៀតទី5តើក្នុងតម្លៃទីផ្សារនៅតំបន់ហ្នឹងតម្លៃខ្ពស់ឬក៏តម្លៃទាបវាមានអញ្ចឹងមានអាតំបន់អ្នកមានតំបន់អ្នកក្រអញ្ចឹងទៅអញ្ចឹង5ចំណុចហ្នឹងនៅក្នុងប្រព័ន្ធថ្មីគឺគេគណនាចូលគ្នាហើយគេអត់ប្រាប់ថាក្នុងមួយហ្នឹងតម្លៃប្រមាណដោយប្រព័ន្ធចាស់ដែលខ្ញុំនិយាយមិញ base fare 1ដុល្លារកន្លះ1ម៉ាយគេឲ្យ80សេន1នាទីគេឲ្យ20សេនគឺអត់ប្រាប់យើងទេគឺពេលភ្ញៀវកំងគេគណនាស្មានមានប្រព័ន្ធគេមកបន្ទាប់មកគេដាក់តម្លៃឲ្យយើងហ្មងឧទាហរណ៍ក្នុង
10 ម៉ាយ 20 នាទីហ្នឹងបានប្រហែល$10 $10 $15 ឬក៏$20 យើងយកក៏យកទៅយើងអត់ក៏អត់ទៅចឹងអាប្រព័ន្ធថ្មីហ្នឹងធ្វើឲ្យវាមានភាពស្មុគស្មាញជាងប្រព័ន្ធចាស់ដោយសារតែយើងអត់ដឹងថាគេគណនាបែបណាហើយបើតាមបទពិសោធន៍តែអ្នកបើកយើងឃើញថាអាប្រព័ន្ធថ្មីនេះគឺវាបោកប្រាស់ជាងអាប្រព័ន្ធចាស់អាប្រព័ន្ធចាស់វាជាក់លាក់វាច្បាស់ហើយយើងឃើញតម្លៃពីមុនខ្ញុំធ្លាប់បើកអាចចម្ងាយផ្លូវពីផ្ទង់ជា30 ម៉ាយខ្ញុំបានរហូតដល់50ទៅ$60ក្នុងមួយជើងដល់ពេលឥឡូវនេះឲ្យ$30 $35 $40 ឃើញបាត់អស់ចង់$10ចង់$20ក្នុងមួយជើងអញ្ចឹងពួកនេះបាទបោកប្រាស់យើងមែនតើបាទខ្ញុំប្រហែលជាវែងបន្តិចហើយខ្ញុំប្រើលេខភាសាអង់គ្លេសយ៉ាងច្រើនដោយសារតែពាក្យគោលអស់ហ្នឹងខ្ញុំបកប្រែអត់កើតណាហើយសង្ឃឹមថាវីដេអូហ្នឹងវាអាចជួយបកស្រាយនៅចម្ងល់បងប្អូនហើយបើសិនជានៅមានចម្ងល់ទៀតអាចដាក់ក្នុង comment ខាងក្រោមបានបាទអរគុណជម្រាបលាបើវីដេអូនេះមានប្រយោជន៍សូមជួយ like និង share ផងបាទអរគុណ